nói gì lên switch vậy IP lên switch được trong interface VLAN mà switch VLAN 8 chẳng những mơ VLAN 8 này default cái với IP này IP có nào đấy nâng này nâng này vậy là IP default cái với mình ấy về chi zoneหรือ zone จุด30ที่មាន30ដែរ30 8 8 9 calculation ដល់30អាជា trace 172.30.1.5.2.5.2.5.0 ក្នុងសកល interface G zone ឬ zone 0.88 calculation ដល់88អាជា trace 172.31 88.1.2.5.2.5.0 tiếp thì chọn interface G zone ឬ zone 0.99 calculation ដល់99អាជា trace 172.99.1.2.5.2.5.0 ទៅមកទៀតយើងចូលទៅក្នុងswitch ដាក់ IP វាrouter ផ្សេងៗគេដាក់ទៀតឲ្យអស់ហើយបាទទីនឹងព្រីចឹងសេរីដាក់ហើយអញ្ចឹងឥឡូវខ្ញុំចូលទៅ switch ដាក់ IP លើ switch គឺមុនដាក់ IP យើងកើត VLAN សិនមកកើត VLAN យើងមាន10 VLAN មាន5 VLAN អញ្ចឹង self production marketing ហើយជាមួយនឹង management ហើយso VLAN អញ្ចឹងវាកើតហើយគេអាសាញឲ្យយើងទៀតនេះគេអាសាញយើងទៀតអាសាញត្រូវទេយើងមើលVLAN លេខ cell គឺពី11ដល់15 cell 11 15ប្រភេទត្រូវ marketing 16ដល់20 marketing ពី5ដល់10ត្រូវបងគេអញ្ចឹង production ពី16ដល់20 production 16ដល់20អូខេហើយ management ពី21ទៅដល់24អូខេអញ្ចឹងត្រូវអស់ហើយ native VLAN 99នឹងចាំយើងដាក់ខ្លួនឯងអញ្ចឹងដាក់ IP ឲ្យ switch សិន switch គឺ IP វា33អូខេអញ្ចឹង IP 33អញ្ចឹងយើងចូល configure terminal មក interface VLAN 88 IP address 172.31.88.33 255 ចាសាក់ do so IP interface អូយើងដាក់ហើយទៀតតា so running program មាននៅ program ដាក់ហើយមែនទេអញ្ចឹងដាក់ហើយទៅចឹងយើង so interface ត្រាំងទៅមានអីយើងចូល interface G zone លើ1 switch port mode ត្រាំង switch port ត្រាំង native VLAN 99អូខេ so interface ត្រាំង interface ត្រាំងអូខេអញ្ចឹងត្រាំងគឺយើងមាន VLAN 1អូខេអញ្ចឹង inter VLAN routing របស់យើងគឺចប់ជាស្ថាពរអញ្ចឹងយើងនៅឯគេទៀតគេថា configure inter VLAN routing the address symbol configure trunk ទៅមកទៀត configure for direct attach static on AQ to H VLAN អញ្ចឹងគឺ VLAN 10 20 30 88អញ្ចឹងគឺយើង AQ ហ្នឹងគឺយើង configure static route មួយទៅមកទៀត configure direct attach static from AQ to reach outside host អញ្ចឹង configure primary path through serial zone លើ zone configure backup route គឺតាមរយៈ serial zone លើ zone លើ1នេះដែលប្រើ plotting route គឺយើងប្រើ AD 10អូខេអញ្ចឹងយើងមើលពី AQ របស់យើងនេះ AQ របស់យើងទៅ route មកនេះអញ្ចឹង route network របស់យើងគឺមានប៉ុន្មាន network មិនបាទ
ពីឲ្យប្រើតាមរីទេឲ្យយើងប្រើពីកើ4ដែរចាំពីកើពីរ៉ាចាំតាមដែរបាទវាកន្លែងនេះក៏ឲ្យតាមរ៉ាចឹងណាបាទតាមរ៉ាយើងតាមរ៉ាលើនេះ point មកនេះមកហើយវាស្គាល់ទាំងអស់អូខេចឹងសេរីសូនលើសូននៅ router របស់យើង IP ប៉ុន្មាន 172.31.1.2 ណាចឹង configure terminal IP route 172.31.10.0 ទៅតាម 172.31.2.1 ចឹងយើងមាន route មួយទៀតគឺ 20 30 ហើយជាមួយនឹង 88 ចឹងស្វ័យពីរ៉ាវនេះរ៉ាវ static route របស់យើងគឺមាន 3 រ៉ាវនេះគេចឹងឲ្យធ្វើទៀតចឹងគេថា configure configure direct attach static ចឹងមានន័យថា configure route របស់យើងពីខាងក្នុងរបស់យើង EQ នឹងឲ្យទៅស្គាល់ network ខាងក្រៅ network ខាងក្រៅរបស់គេប៉ុន្មានគេ /27 មែនទេ network ID គេប៉ុន្មាននេះ30 network ID ប៉ុន្មានអញ្ចឹង network ID វា 209.165.200.0 មែនទេហើយដល់ពេលគេថាតាម primary តាមលើនេះ secondary តាមក្រោមនេះដល់ប្រើ AD ចំនួន10អូខេឥឡូវយើងប្រើតាមនេះទៅ serial interface ឥឡូវតាមមើលឲ្យគឺអត់អញ្ចឹងconfigure IP route 165.ចុចបាទចុច209.165.200.0 ហើយតាមម៉ាស់គឺ255 ហើយចេញទៅតាម serial 0 លើ 1 លើ 0 ទៅមកទៀតចេញទៅតាម serial 0 លើ 1 ដែលប្រើ AD ចំនួន10 so IP interface អូខេអញ្ចឹង static route ហើយជាមួយ dynamic route របស់យើងអើសំទោស plotting route របស់យើងធ្វើហើយមួយហើយទៅមកទៀតហ្នឹងហើយ plotting route យើងប្រើ existing interface មកនេះកន្លែងនេះខាង plotting route ព្រោះ primary ទៅតាម serial 0 1 លើ 0 ដល់ពេល secondary គឺ backup ឬក៏យើងប្រើតម្លៃ AD 10ហ្នឹងគឺតាម serial 0 លើ 0 លើ 1 សម្រាប់យើងដែរបានតែហ្នឹងហើយតែដឹង lab របស់យើងថាជា design សម្រាប់ serial interface ដើម្បីយកឲ្យយើងតាមទូយើងណាCNA គេមិនប្រាប់ឡប់យើងចឹងទេគេប្រាប់ច្បាស់ណាស់អូខេឥឡូវមួយទៀត configure direct attack primary and backup router on ISP to entire នេះ /17 ហើយនេះគេសម្រាប់យើងច្រើនចម្ដងបាច់ប្រាប់យើងទេហើយគេថា primary គឺតាម serial 0 1 0ដល់ពេល secondary គឺទៅតាម serial 0 លើ 1 លើ 0ហើយដាក់ AD 25អូខេ /17 សាមនេះមកយើងប៉ុន្មាន255.128.0.0 អូខេអញ្ចឹងយើងទៅធ្វើលើ ISP ហ៎រត់ចេញគេនេះគេមើលតាមហាត់របស់គេថា configure route ទៅ outside គឺតាមចេញតាមទី1គឺ serial 0 1 លើ 0 ទី primary អញ្ចឹង backup គឺតាមណា serial 1 លើ 1 អញ្ចឹងគេធ្វើ2ផ្លូវអានេះពី AQ ទៅbrand របស់យើងទៅ VLAN នេះ AQ មកនេះ point មកនេះចុះយើងមានតែ router នេះមានតែ router បាញ់ internet ធ្វើ router
អត់យល់ឥឡូវគោលបំណងរបស់គេទី1គេឲ្យយើងធ្វើ inter VLAN routing យើងទៅគឺ IP តែមក blue មែនទេអញ្ចឹងសួរថា router នេះមានព័ត៌មានរបស់ VLAN មួយនឹងអត់មានទេអញ្ចឹងយើងមិនត្រូវ point ប្រាប់ថាបើសិនជាចង់មក VLAN នេះ router យើងមិនបោះ router នេះអញ្ចឹង router នេះអត់មានស្គាល់ហើយទៅមកទៀតគេប្រាប់យើងថាបើសិនជា router របស់យើងនេះចង់ស្គាល់មុន network ខាងនេះអញ្ចឹងវាមិនត្រូវ point ISP ទេ point ISP ហើយមួយទៀតគេប្រាប់យើងថា ISP router ចង់ស្គាល់មក VLAN មួយនេះឬក៏គេអត់ប្រើ VLAN មួយទេគឺគេប្រើ Samurai route តែម្ដងមកយើង configure តាមពីរផ្លូវនេះមកតាមផ្លូវនេះក៏បានផ្លូវនេះក៏បានតែជា default គាត់មកតាមផ្លូវនេះហើយទៅទៀតបើសិនជានេះដាច់ក៏ឲ្យមកតាមផ្លូវនេះហើយដល់ទៅទៀតគេអាចឲ្យយើងធ្វើ default route លើអានេះចេញទៅក្រៅអញ្ចឹងទៅចាំមើលទៀតមានអត់ឥឡូវគ្នាឆ្ងល់កន្លែងណាទៀតអានេះហ៎ចូល router ទី1ណាគេថា configure for direct connected static route on AQ router អញ្ចឹងមានន័យថាយើងឈរលើ AQ router មើលប្រធានគេច្បាស់គេថា configure for direct connected static route on AQ router to HVLAN អញ្ចឹងមានន័យថា HVLAN គឺ VLAN នេះគឺ terminate លើណាlayer 3របស់ VLAN មួយនេះ terminate លើ router មួយណានេះលើ router មួយនេះ router មួយនេះអញ្ចឹងមានន័យថាយើងឈរលើ AQ យើង point មក router លេខ1មកខ្ញុំធ្វើ4 round មកអញ្ចឹងខ្ញុំធ្វើ4 round មកមិន point មកពី router លេខ AQ របស់យើងមិន point ទៅ IP នេះ IP នេះគឺជា IP របស់ serial 0 ឬ 0 របស់ router លេខ1អញ្ចឹងវាមាន4 round ឯងនេះគេហៅថាfor direct connected static route មើលមកនេះយើងមើលមើល IP វាប៉ុន្មាននេះមើលក្នុង route មើលនៅក្នុង route ទី table មើលក្នុងអានេះ table ពីអស់យើងអូខេឥឡូវធ្វើអានឹងមកឥឡូវខ្ញុំតទៅទៀតខ្ញុំធ្វើ Samurai route ឬ router ISP អញ្ចឹង router ISP គេមាន Samurai route មួយទៀតពី Samurai គេថាឲ្យយើងធ្វើពីរគេថា IP route ទី1គឺ 172.31.0.0 ដែលមានសមាមាត្រ 255.128.0 គឺទៅតាម serial 0លើ1លើ1ជា primary មែនទេហើយដល់ពេល secondary គេតាម0ដែលប្រើ AD បាន25នេះអញ្ចឹងគេថា configure direct connected primary ហើយនឹង backup route នៅក្នុង router ISP ដែលយើងទៅតាម pointer network នេះហើយគេឲ្យ configure ជា primary ផ្លូវគឺតាម serial 0លើ1លើ1ផ្ទុយពីលើ serial 0លើ1លើ1គឺជា backup ដល់ពេលឥឡូវ backup របស់យើងគឺ serial 1លើ1 1លើ0លើ0ដែលប្រើ AD តម្លៃ25អូខេអញ្ចឹងខ្ញុំប្រើឲ្យមិនខ្ញុំ store running មើលអញ្ចឹងនេះអញ្ចឹង primary route គឺខ្ញុំធ្វើលើណាហើយអញ្ចឹងអានេះគេ pointer route នោះមួយទៀតអូខេអញ្ចឹងពីរនេះអញ្ចឹងពីរនេះគេទេយើងប្រើតាម serial 0លើ1លើ1គឺ primary ដល់ពេល serial 0លើ1លើ0គឺ secondary ដែលយើងប្រើ AD វាគឺ25អូខេហើយយើងសូ IP route វា IP route យើងឃើញនេះអញ្ចឹងគឺយើងចេញទៅតាម serial 0លើនេះ serial 0លើ1លើ1ទៅមកទៀតមើលក្រោមទៀតគេថាទៅមកទៀត configure direct connected default route លើ router លេខ1នេះគេណែនចាំន័យថា router លេខ1ចង់ចេញទៅក្រៅគឺគេឲ្យយើងប្រើ configure ជា default route ដើម្បីចេញទៅក្រៅអូខេអញ្ចឹងយើង configure default route ទៅលើ router លេខ1អញ្ចឹងយើងប្រើតាម EC interface ក៏បានយើងប្រើតាម serial ចេញ serial ក៏បានដែរ configure terminal IP route
zone ឬ 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 zone zone ជា zone ទីតាមសេរី zone ឬ zone ឬ zone ចុះបាត់ពីបន្ទូបាត់តាណាខ្វះអីតាណាអូមែនខ្ញុំខុសមួយនៅលើ VLAN 99ខ្ញុំបានប្រើ native អញ្ចឹងគេប្រាប់តែយើងមិនគេប្រាប់ថា VLAN 99គឺ native ហ្នឹងហើយអញ្ចឹងបាទខ្ញុំខ្វះពីបន្ទូហ្នឹងនេះអញ្ចឹងគេថាបាត់ពីបន្ទូអញ្ចឹងបាត់ពីបន្ទូទៅណាដោយសារយើងនៅក្នុង interface នេះ interface router លេខ1អត់បានប្រើ native ពី Soran នេះមកឃើញ interface 99ខ្ញុំមានដាក់ native ពីក្រោយមែនទេអញ្ចឹងខ្ញុំទៅកែវាវិញមួយដាក់ native ពីក្រោយ trigger terminal interface G00.99 calculation.99 native Soran នេះអញ្ចឹងគឺយើងបាន100ពេញបាទកន្លែង native ហ៎នេះ native នេះយើងបែក comment ទេយើងចូលក្នុង interface VLAN 99ហើយបែក comment in calculation នឹងឲ្យយើងថែម native ពីក្រោយបើយើងអត់ថែម native ពីក្រោយគឺវាអត់ស្គាល់